ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាដែលជិះឡានព្រោះឲ្យដែលអត់ឆេះណាអញ្ចឹងដូចគ្នាផងដែរជាទូទៅធម្មតាយើងគ្រាន់តែយកសារមកហើយបាទយើងគ្រាន់តែចុចដេជន់ប្រាំងណាបាទអញ្ចឹងយើងជន់ប្រាំងហើយយើងចុចដេជាទូទៅគឺឆេះហើយព្រោះដោយសារសារវានៅនឹងស្រាប់អញ្ចឹងណាតែនេះគឺបាទវាឆេះដែរគឺវាឆេះអត់លោតឲ្យដំណើរការប្រព័ន្ធ hybrid ទេបាទអញ្ចឹងដើម្បីធ្វើម៉េចឲ្យឆេះអញ្ចឹងគឺយើងមានវិធីសាស្ត្របាទអញ្ចឹងបងប្អូនមើលភាសាទៀតណាបាទអញ្ចឹងគឺចុចបិទអូខេហើយបន្តមកទៀតគឺចុចសោចុចកញ្ចក់ឡើងអស់មកណាហ្នឹងហើយអញ្ចឹងវាឡើងរៀងយឺតយើងទុកសើវាបន្តិចទៅអញ្ចឹងយើងបិទកញ្ចក់ចោលឲ្យអស់បាទបន្តមកទៀតយើងចាប់ផ្ដើមចុចវាតែមួយទៅមិនជន់ហ្វ្រាំងទេបាទចុចវាតែមួយសិនបាទចុចវាតែមួយសិនហើយយើងជន់ហ្វ្រាំងហើយយើងចុចដេម្ដងទៀតហើយនេះបងប្អូនបាទអញ្ចឹងយើងចុចដេម្ដងទៀតគឺបើវានៅលោតអញ្ចឹងដដែលទេបាទបងប្អូនតេទៅជាងទៅបាទតេទៅជាងទៅព្រោះខ្ញុំតេទៅជាងដែរហ្នឹងមិញអញ្ចឹងគាត់ថាទីទៀតគាត់មកដល់អញ្ចឹងអត់មានអីទេបងប្អូនបើខ្ញុំដេអត់ចេះដែរនឹងអរគុណច្រើន